សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយចឹងថ្ងៃនេះខ្ញុំថតជាមួយនឹង Oppo A15 ណាចឹងបងប្អូនមើលរូបរាងរបស់គេតិចសិនទៅតម្លៃយើងនឹងបញ្ជាក់នៅពេលបន្តិចទៀតនេះណាចឹងរូបរាងរបស់គេគឺនៅបសបវានៅក្រាន់ចឹងស្ទើរតែកន្លែងនេះតិចទេណាវ៉ាន់នេះធ្លាប់ពុតកញ្ចក់ដូចគ្នាណាអញ្ចឹងចំពោះ scan កញ្ចក់ដៃគឺដំណើរការធម្មតាណាបងប្អូន scan កញ្ចក់ដៃវាល្វីសមែនតើអូខេកាមេរ៉ារបស់គេគឺនៅច្បាស់ណាច្បាស់អានេះកាមេរ៉ាក្រោយណាអញ្ចឹងកាមេរ៉ាមុខក៏ច្បាស់ដែរអញ្ចឹងច្បាស់ទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយបងប្អូនឥឡូវយើងមកមើល spec របស់វាអូខេឈប់RAM 3 memory 32បងប្អូនណាអញ្ចឹងអានេះ Oppo A15 ល្វីសមែនតើអេក្រង់វាស៊ីនតែធ្លាប់អត់កញ្ចក់អញ្ចឹងកន្លែងដែលស្ទើខ្ញុំបញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នារូបរាងរបស់គេគឺស្ទើកន្លែងហ្នឹងហើយបងប្អូនឃើញឆក់កន្លែងនេះបន្តិចទេអញ្ចឹងកន្លែងនេះវាអត់មានអីទេបងប្អូនដោយសារតែអេក្រង់ធ្លាប់អត់កញ្ចក់អញ្ចឹងអាចវារៀងស្ទើកន្លែងហ្នឹងតិចតួចអញ្ចឹងណាហើយមួយទៀតគឺនេះនៅកន្លែងនេះវាមានពណ៌លឿងតិចប៉ុន្តែវាការប្រើប្រាស់អត់មានពាក់ព័ន្ធអត់មានប៉ះពាល់អីទេហើយវាក៏អត់មានរៀលតាណាដែរអញ្ចឹងណាអញ្ចឹងបងប្អូនដែលចង់បានតម្លៃធូរណាអាចមើល model នេះបានណាអានេះតម្លៃខ្ញុំលក់160,000ប៉ុន្តែខ្ញុំធ្វើការផុសនៅក្នុង YouTube នេះគឺតម្លៃលក់តែ150,000ទេហើយ150,000ហ្នឹងបងប្អូនសួរតើបានអីខ្លះណាអានេះ screen ខ្ញុំបិទឲ្យហើយខេសសបកមានពណ៌ខ្មៅបងប្អូនចង់យកពណ៌ខ្មៅយកឬក៏ពណ៌នេះមួយទៀតក៏បានដែរណាខ្ញុំ free screen អានេះហើយនឹងឆ្នាំងសាកអញ្ចឹងបងប្អូនមើលតែឆ្នាំងសាកដឹងហើយតម្លៃគឺតម្លៃ$6អញ្ចឹងខ្ញុំ free allow ឲ្យបងប្អូនទាំងអស់គ្នាណាអានេះគុណភាពវាគឺអែមហ្មងឆ្នាំងសាកនេះណាបើយើងថែប្រើបានរាប់ឆ្នាំ2-3ឆ្នាំអីណោះតែបើយើងប្រើអត់ថែទេដូរខ្សែដូរអីយ៉ាងឯងឆ្នាំងសាកនេះរត់3អាំពែអញ្ចឹងកម្លាំងសាកវាដល់15 វ៉ាត់បងប្អូនអញ្ចឹងបងប្អូនដែលត្រូវការតម្លៃOppo A15 តម្លៃធូរណាអានេះខ្ញុំលក់150,000នេះអត់មានការចុះឲ្យទៀតទេបងប្អូនព្រោះខ្ញុំលក់ទូទៅតម្លៃវា16,000ណាហើយបានស្ទើរតែប៉ុណ្្នឹងឯងដោយបងប្អូនដូចខ្ញុំបញ្ជាក់ប្រាប់បងប្អូនអញ្ចឹងដំណើរការទាំងអស់មិនថា SIM Wi-Fi អីចឹងគឺវាដំណើរការទាំងអស់ណាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេខ្ញុំមានតែម្ដងនឹងដូចគ្នាបងប្អូនមកមុនបានមុនណាតែបងប្អូនចង់បានតម្លៃទូរស័ព្ទ10,000ឡើង11-12,000អីខ្ញុំមានផ្សេងទៀតប៉ុន្តែវាមានសេរីផ្សេងគ្នាអញ្ចឹងទៅអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេ